នេះទៅជាប្រព័ន្ធបាញ់រ៉ុកែតតែពេញលេញដែលកម្ពុជារបស់យើងមានភាគរយច្រើនក្នុងការមានវានេះគឺជាប្រព័ន្ធបាញ់រ៉ុកែតដែលពេញលេញដែលកម្ពុជារបស់យើងទំនងជាអាចនឹងមានវាប្រើនៅពេលអនាគតវាគឺជាប្រព័ន្ធរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា M142 HIMARS ដែលមានពាក្យពេញហៅថាប្រព័ន្ធបាញ់រ៉ុកែត M142 High Mobility Artillery Rocket System វាគឺជាប្រព័ន្ធបាញ់រ៉ុកែតច្រើនក្នុងពេលតែមួយទំនើបដែលផលិតដោយសហរដ្ឋអាមេរិកត្រូវបានគេចំណាឡើងនៅពេលវាយប្រហារគោលដៅនៅចម្ងាយឆ្ងាយនិងសូមជម្រាបព័ត៌មានមួយនេះផងដែរចំពោះការយល់ដឹងទាំងអស់គ្នាតែវាសំខាន់មែនទែនក្នុងការបានស្គាល់នៅប្រព័ន្ធមួយនេះដែលវាគឺជា M142 HIMARS តែវាពិសេសដល់កម្រិតណាតោះទស្សនៈអ្នកគ្នានឹងបានដឹងពីរឿងរ៉ាវមួយនេះកម្ពុជារបស់យើងអាចជាទំនងមានភាគរយច្រើនក្នុងការអាចទិញវាដោយសារតែវាជាប្រព័ន្ធរបស់សហរដ្ឋអាមេរិកក្នុងការបាក់ដៃឲ្យកម្ពុជារបស់យើងទិញអាវុធបានប្រព័ន្ធ HIMARS ត្រូវបានគេស្គាល់ថាវាគឺជាប្រព័ន្ធនៃ GPS ប្រព័ន្ធ HIMARS មួយនេះគឺជាប្រព័ន្ធបាញ់រ៉ុកែតដើម្បីវាយប្រហារគោលដៅសំខាន់ៗដូចជាគោលដៅយោធាដូចជាឃ្លាំងផ្ទុកអាវុធមជ្ឈមណ្ឌលបញ្ជាទីតាំងរ៉ាដានិងប្រព័ន្ធការពារអាកាស HIMARS ខុសពីគ្រាប់រ៉ុកែតចាស់ៗព្រោះវាផ្ដោតទៅលើភាពជាក់លាក់ជាជាងបាញ់គ្រាប់រ៉ុកែតច្រើនក្នុងពេលតែមួយដោយគ្មានការដឹកនាំដោយ GPS នេះធ្វើឲ្យវាកាន់តែមានប្រសិទ្ធភាពនិងគ្រប់គ្រងបានកាន់តែល្អក្នុងពេលតែមួយសម្រាប់សង្គ្រាមសម័យទំនើបប្រព័ន្ធ HIMARS គឺជាកំណែដែលស្រាលជាងមុននិងច្រើនជាងមុននៃប្រព័ន្ធបាញ់រ៉ុកែតច្រើនក្នុងពេលតែមួយឬក៏ MLRS ជំនួសឲ្យការប្រើកង់ដែកប្រព័ន្ធ HIMARS ថ្មីនេះគឺប្រើកង់ធម្មតាដែលកាន់តែងាយស្រួលក្នុងការចល័តនិងធ្វើដំណើរក្នុងការដាក់ពង្រាយនិងផ្លាស់ទីវាបានចូលបម្រើសេវាកម្មនៅពេលកណ្ដាលទសវត្សរ៍ឆ្នាំ2000ហើយបានក្លាយជាប្រព័ន្ធបាញ់ចម្ងាយឆ្ងាយដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដូចគ្នាដែរតម្លៃនៃ HIMARS និង launcher របស់វាយានបាញ់បង្ហោះនេះគឺបានដំឡើងនៅលើរថយន្តយោធាដ៏ទំនើបនិងប្រព័ន្ធបាញ់រ៉ុកែតដែលមានតម្លៃចន្លោះពី$4 លានទៅ$20 លានក្នុងមួយឯកតាឬក៏ក្នុងមួយ launcher អាស្រ័យទៅលើរបៀបដែលវាបានទិញឧទាហរណ៍នៅក្នុងលទ្ធកម្មផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកឧបករណ៍បាញ់បង្ហោះស្តីងគ្នានេះបានគេស្មានថាគឺមានតម្លៃប្រហែលជា$4.4 លានអាមេរិកក្នុងមួយ launcher សម្រាប់ការលក់ចេញឬនៅពេលលក់ចេញទៅកាន់ប្រទេសផ្សេងៗទៀតតម្លៃតែងតែឡើងថ្លៃដោយសារតែពួកវារួមបញ្ចូលជាមួយនឹងថ្លៃនាំចេញការវេចខ្ចប់ការដឹកជញ្ជូននិងការ support គ្រប់គ្រងជាមួយនឹងការប៉ាន់ប្រមាណតម្លៃប្រហែលជា$19 លានទៅ$20 លានក្នុងមួយ launcher នៃតម្លៃនាំចេញមួយនោះគ្រាប់រ៉ុកែតនិងកម្លាំងនៃការបាញ់របស់វាអាវុធឬក៏រ៉ុកែតដែលប្រើជាមួយនឹងប្រព័ន្ធ HIMARS នេះគឺជារ៉ុកែតដឹកនាំGMLRS គ្រាប់រ៉ុកែតទាំងអស់នេះប្រើប្រាស់ប្រព័ន្ធ GPS និងប្រព័ន្ធរុករកខាងក្នុងដែលធ្វើឲ្យវាអាចវាយប្រហារគោលដៅប្រកបដោយប្រសិទ្ធភាពនិងភាពត្រឹមត្រូវចម្ងាយរបស់វាគឺចន្លោះពី70ទៅ90គីឡូម៉ែត្រហើយកំណែថ្មីគឺអាចហោះបានកាន់តែឆ្ងាយថែមទៀតគ្រាប់រ៉ុកែតនីមួយៗអាចត្រូវបានគេដាក់កម្មវិធីក្នុងការបាញ់នៅគោលដៅផ្សេងៗគ្នាដែលធ្វើឲ្យ HIMARS មានភាពបត់បែនខ្លាំងសម្រាប់ការបាញ់ចម្ងាយឆ្ងាយប្រព័ន្ធ HIMARS នេះអាចបាញ់បានគ្រាប់ ATACMS ឬក៏ Missile PRSM ថ្មីជាងនេះកាំជ្រួចទាំងអស់នោះមានចម្ងាយ300គីឡូម៉ែត្រឬក៏លើសនោះដែលធ្វើឲ្យវាអាចវាយប្រហារគោលដៅបានយ៉ាងឆ្ងាយទៅសត្រូវបានសភាវុធនិងគ្រាប់ទាំងអស់នោះត្រូវបានជាធម្មតាគេបំរុងទុកសម្រាប់ការបាញ់នៅគោលដៅឆ្ងាយនិងបាញ់ទៅគោលដៅសត្រូវដែលមានតម្លៃថ្លៃការរចនានៃយាននិងការចល័តប្រព័ន្ធ HIMARS ត្រូវបានគេដំឡើងនៅលើទូរយន្តយោធា6x6ផ្ដល់មានភាពបត់បែនខ្ពស់និងល្អឥតខ្ចោះដោយសារតែវាមានកង់វាអាចធ្វើដំណើរបានយ៉ាងលឿននៅលើផ្លូវ highway ផ្លូវក្រៅកៅស៊ូនិងផ្លូវលំបាកវាអាចឈានទៅដល់ល្បឿន90គីឡូម៉ែត្រក្នុង1ម៉ោងនិងចម្ងាយបើកដោយឆ្ងាយដែលធ្វើឲ្យវាអាចផ្លាស់ទីទៅទីតាំងបាញ់ដោយមិនចាំបាច់ចាក់ប្រេងញឹកញាប់អត្ថប្រយោជន៍ដ៏ធំបំផុតរបស់ HIMARS គឺជាសមត្ថភាពនៃការបាញ់និងផ្លាស់ទីរបស់វាអាចទៅដល់ទីតាំងដែលត្រូវបាញ់ហើយក៏ផ្លាស់ទីភ្លាមៗក្នុងរយៈពេលតែប្រមាណនាទីតែប៉ុណ្ណោះនេះធ្វើឲ្យកម្លាំងសត្រូវពិបាកក្នុងការកំណត់ទីតាំងរបស់វាក្នុងការបំផ្លាញវាណាស់នាវិកនិងប្រតិបត្តិការប្រព័ន្ធ HIMARS ដំណើរការដោយនាវិកតូចមួយដែលមានទាហានត្រឹមតែ3នាក់ប៉ុណ្ណោះដែលមានអ្នកបើកបរអ្នកបាញ់និងមេបញ្ជាការម្នាក់ពួកគេកំណត់ coordinate គោលដៅច្បាស់លាស់បញ្ចូលក្នុងប្រព័ន្ធកុំព្យូទ័រហើយ HIMARS នឹងតម្រឹមនិងបាញ់គ្រាប់រ៉ុកែតដោយស្វ័យប្រវត្តិដោយខ្លួនឯងប្រតិបត្តិការ digital នេះកាត់បន្ថយកំហុសនិងអនុញ្ញាតឲ្យវាមានពេលវេលាប្រតិកម្មលឿនជាងមុននេះគឺមានន័យថាតម្រូវការនៅពេលវេលាសម្រាប់ទាហានក្នុងការវឹកវើគឺមិនសូវច្រើននោះទេក្នុងការប្រើប្រាស់ប្រព័ន្ធមួយនេះព្រោះថាវាសាមញ្ញនិងមានស្មុគស្មាញច្រើនដោយសារតែវាអាចបាញ់បានដោយស្វ័យប្រវត្តិពីកុំព្យូទ័រប្រព័ន្ធ launcher និងគ្រាប់របស់វាប្រព័ន្ធ HIMARS ប្រើ port បើកតែមួយដែលត្រូវបានផ្សារភ្ជាប់និងផ្ទុកជាមុននៅរោងចក្រ port ទាំងអស់នោះត្រូវបានមកនៅលើឧបករណ៍បើកដំណើរការជាឯកតាពេញលេញប្រព័ន្ធនេះមានសុវត្ថិភាពនិងលឿនជាងការផ្ទុករ៉ុកែតដោយដៃម្ដងមួយកម្មផ្ទុកអាចផ្ទុករ៉ុកែតដឹកនាំបានចំនួន6និងកាំជ្រួចចម្ងាយឆ្ងាយមួយអាស្រ័យទៅលើបេសកកម្មការផ្លាស់ប្ដូរពីគ្រាប់រ៉ុកែតទៅជាកាំជ្រួចគឺសាមញ្ញណាស់ដែលអនុញ្ញាតឲ្យយានដូចគ្នាអាចបាញ់បង្ហោះដែលមានតួនាទីផ្សេងៗគ្នាដែលមិនចាំបាច់កែប្រែនោះឡើយភាពត្រឹមត្រូវនិងភាពជាក់លាក់របស់វាភាពត្រឹមត្រូវគឺជាកម្លាំងសំខាន់មួយរបស់ប្រព័ន្ធ HIMARS មួយនេះមិនដូចជាប្រព័ន្ធបាញ់រ៉ុកែតចាស់ៗនោះទេ HIMARS អាចវាយលុកបានយ៉ាងជាក់លាក់នៅក្នុងចម្ងាយ2ទៅ3
ម៉ែត្រនៃគោលដៅភាពជាក់លាក់របស់វាកាត់បន្ថយចំនួនគ្រាប់រ៉ុកែតដែលត្រូវបានបាញ់នឹងត្រូវការកាត់បន្ថយការខូចខាតដល់តំបន់ជុំវិញធំដោយសារតែប្រព័ន្ធ HIMARS នេះត្រូវបានប្រើជាញឹកញាប់ក្នុងស្ថានភាពដែលតម្រូវឲ្យមានការកំណត់គោលដៅយ៉ាងប្រុងប្រយ័ត្នការប្រើប្រាស់ប្រយុទ្ធនិងផលប៉ះពាល់ក្នុងសមរភូមិ HIMARS ត្រូវបានគេប្រើក្នុងការប្រយុទ្ធគ្នាពិតប្រាកដក្នុងចំនួនមួយចំនួនរួមទាំង Afghanistan, Iraq, Syria និងសង្គ្រាមអ៊ុយក្រែននៅក្នុងប្រទេសអ៊ុយក្រែនប្រព័ន្ធ HIMARS មានភាពល្បីល្បាញជាពិសេសសម្រាប់ការបំផ្លិចបំផ្លាញនៅឃ្លាំងអាវុធស្ពានមជ្ឈមណ្ឌលបញ្ជានៅពីឆ្ងាយជួរមុខសមត្ថភាពវាយប្រហាររបស់វាគឺត្រឹមត្រូវហើយបន្ទាប់មកផ្លាស់ទីយ៉ាងលឿនទៅកាន់ទីតាំងផ្សេងទៀតដែលធ្វើឲ្យសត្រូវពិបាកក្នុងការកំណត់គោលដៅរបស់វាណាស់ការប្រើប្រាស់ជាសកលនិងតម្រូវការដោយសារតែប្រសិទ្ធភាពរបស់វា HIMARS ត្រូវបានគេប្រើប្រាស់ឬក៏បានទិញដោយប្រទេសជាច្រើនtrênពិភពលោកទាំងអស់នោះក៏រួមមានប្រទេសនៅអឺរ៉ុបមជ្ឈមបូព៌ានៅតំបន់អាស៊ីប៉ាស៊ីហ្វិកផងដែរជំនួយនិងគ្រាប់រំសេវតម្លៃកញ្ចប់ពេញលេញរបស់វាគឺរួមមាន Launcher ជំនួយនិងគ្រាប់រ៉ុកែតការលក់ពិតប្រាកដគឺភាគច្រើនមិនត្រឹមតែជា Launcher នោះទេប៉ុន្តែរួមទាំងរ៉ុកែតយានការហ្វឹកហាត់គ្រឿងបន្លាស់និងជំនួយបច្ចេកទេសកញ្ចប់សរុបទាំងអស់នេះត្រូវបានចំណាយគឺច្រើនណាស់ទៅតាមប្រទេសដែលគេតម្រូវការក្នុងការបញ្ជាទិញឧទាហរណ៍ដូចជាប្រទេសលេតវីបានស្នើសុំទិញ HIMARS ចំនួន6ជាមួយគ្រាប់រ៉ុកែតនិងជំនួយប្រហែលជា$220 លានប្រទេសក្រូអាស៊ីបានយកព្រមទិញ HIMARS ចំនួន8បូកទាំងគ្រាប់រ៉ុកែតចំនួន48គ្រាប់រួមទាំងយានជំនិះវិទ្យុការហ្វឹកហាត់ទាំងអស់គឺចំនួនប្រហែលសរុប$390 លានប្រទេសលីទុយអានីបានស្នើសុំទិញ HIMARS ពីសហរដ្ឋអាមេរិកចំនួន8ជាមួយគ្រាប់រ៉ុកែតនិងការ support គាំទ្រនៃតម្លៃប្រហែលជា$495 លានប្រទេសណ័រវេសបានបញ្ជាទិញចំនួន16គ្រឿងនៃ HIMARS ជាមួយនឹងគ្រាប់រ៉ុកែតនិងឧបករណ៍ក្នុងកិច្ចព្រមព្រៀងនៃតម្លៃប្រហែលជា$880 លានប្រទេសបារ៉ែនបានយល់ព្រមក្នុងការទិញ HIMARS និងឧបករណ៍ពាក់ព័ន្ធទាំងអស់ក្នុងតម្លៃសរុបប្រហែលជា$500 លានប្រទេសអូស្ត្រាលីបានទិញប្រព័ន្ធ HIMARS នេះចំនួន48និងឧបករណ៍ពាក់ព័ន្ធមានតម្លៃប្រហែលជា$705 លានប្រទេសកាណាដាបានទិញនៅកញ្ចប់ធំរបស់ HIMARS ជាមួយនឹងតម្លៃ$1.75 ពាន់លានកញ្ចប់ HIMARS ធំរបស់តៃវ៉ាន់រួមមានកាំជ្រួចជាច្រើនរ៉ុកែតជាផ្នែកមួយនៃការលក់ប្រហែលជា$4,000 លានឯណោះពីសហរដ្ឋអាមេរិកនិយាយឲ្យសាមញ្ញទៅប្រព័ន្ធនៃ M142 HIMARS នេះគឺជាប្រព័ន្ធបាញ់រ៉ុកែតដែលបំពាក់ទៅលើរថយន្តយោធាល្បឿនលឿនដែលផ្ដល់ឲ្យវានូវកម្លាំងនៃការបាញ់ចម្ងាយឆ្ងាយនិងភាពត្រឹមត្រូវច្បាស់លាស់វារួមបញ្ចូលទាំងភាពចល័តខ្ពស់ភាពច្បាស់លាស់និងបត់បែនទៅតាមវេទិកានៃសង្គ្រាមដោយសារតែគុណសម្បត្តិទាំងអស់នេះហើយធ្វើឲ្យ HIMARS បានក្លាយជាប្រព័ន្ធនៃកាំភ្លើងធំឬក៏កាំភ្លើងបាញ់រ៉ុកែតច្រើនក្នុងពេលតែមួយនិងគួរឲ្យគោរពបំផុតមួយក្នុងពិភពលោកនៃសេវាកម្មយោធាទំនើបរបស់សហរដ្ឋអាមេរិកហើយកម្ពុជារបស់យើងគួរតែបញ្ជាទិញវាផងដែរព្រោះថាវាសំខាន់និងអស្ចារ្យមែនទែនក្នុងការប្រើប្រាស់ហើយកម្ពុជារបស់យើងគួរតែកំណត់គោលដៅក្នុងការបញ្ជាទិញចំនួន5គ្រឿងឡើងទៅដោយសារតែប្រព័ន្ធ HIMARS នេះគឺមិនត្រូវការថែទាំច្រើនដូចជាកាំភ្លើងធំផ្សេងៗទៀតនោះទេហើយសហរដ្ឋអាមេរិកនិងកម្ពុជាក៏បានព្រមព្រៀងគ្នារួចហើយចំពោះការលក់អាវុធផ្ដល់កម្ពុជាសូម share នៅវីដេអូមួយនេះចំពោះការយល់ដឹងនៅព័ត៌មានមួយនេះបើទស្សនាក្នុង Facebook ជួយ follow page និង share នៅវីដេអូមួយនេះផងទស្សនាក្នុង YouTube និង subscribe នៅ YouTube channel របស់ខ្ញុំដើម្បីបានវីដេអូថ្មីនៅពេលក្រោយផងដែរសូមអរគុណច្រើនជួបគ្នានៅវីដេអូក្រោយសូមសំណាងល្អគ្រប់ក្រុមគ្រួសារសូមអរគុណ